សូមជម្រាបជូនអ្នកប្រើប្រាស់ក្នុងបញ្ជីខ្មៅសូមបង់ថ្លៃឆ្លងស្ពាន10ដងប៉ាមិនមែនថាបដូរស្លាកលេខថ្មីហើយទេហ៎នៅមិនទាន់បានបដូរផងទៅអត់ទៅប៉ាស្កេនកូដទៅអ្នកប្រើប្រាស់ក្នុងបញ្ជីខ្មៅលើកនេះកាត់លុយ$10សូមស្វាគមន៍ការត្រួតពិនិត្យប្តឹងផ្ដល់មានរង្វាន់នឹងមិនមែនឡានពូឈឿនទេហ៎អ្នកភូមិនៅទីនេះត្រូវបង់ថ្លៃមួយយន្តលោកចិនលោកលក់ឡាននឹងមែនហ៎លក់ហើយដើរទៅទីរួមស្រុកត្រូវចំណាយពេលជាង2ម៉ោងចៅស្រីខែក្រោយត្រូវបង់ថ្លៃសាលាថ្លៃឆ្លងស្ពាន10យន្តនេះអាចឲ្យគាត់ទិញសៀវភៅលំហាត់បានមួយក្បាលឡាននេះអាចរក្សាទុកនៅស្រស់បានមែនទេសីតុណ្ហភាពថេ4អង្សាដឹកទៅដល់ទីក្រុងខេត្តក៏មិនស្រពោនដែរបងស្រីចៅស្ទើបរីផ្ទះបងទើបបេះថ្ងៃនេះមែនទេទើបបេះពេលព្រឹកមិញនេះនៅជាប់ទឹកសន្សើមទៀតគ្រប់គ្រាប់សុទ្ធតែខ្ញុំបេះដោយដៃផ្ទាល់វិកខ្ចប់ដាក់គេស្ភ្លាមឡានដឹកទំនិញត្រជាក់នឹងដឹកចេញទៅភ្លាមរសៀលនេះដាក់លក់នៅផ្សារទំនើបក្នុងក្រុងហើយបងយួនឲ្យកាលពីមុនបងថា10%ពីចំណែកខ្ញុំនៅក្នុងចិត្តជាតាមក្រោយតែឥឡូវគិតទៅភាគរយពីចំណែកហ្នឹងគឺជាលុយដែលខ្ញុំចំណាយអស់តម្លៃបំផុតក្នុងជីវិតខ្ញុំបងប្អូនទាំងអស់គ្នានេះគឺជាផ្លែឈើរ៉េដែលដឹកជញ្ជូនតាមប្រព័ន្ធត្រជាក់ផ្ទាល់ពីភូមិយើងជាលើកដំបូងថ្ងៃនេះកំងស្អែកដល់មាត់បងប្អូនហើយញ៉ាំមួយខាំផ្អែមដល់ក្នុងចិត្តតែម្ដងមិញនេះមានគេកំងដល់ទៅ300កេសណាកាលពីមុនទៅលក់នៅផ្សារមួយថ្ងៃលក់បាន30គីឡូក៏សំណាងណាស់ទៅហើយឆ្នាំទៅមិញពេលនេះផ្លែឈើរ៉េលួយពេញដីខ្ញុំលុតជង្គង់ផ្ទះកំភ្លៀងខ្លួនឯងនៅទីនេះតែឆ្នាំនេះលក់បាន15យន្តក្នុង1គីឡូអ្នកទិញដណ្ដើមគ្នាទិញហើយអាការលក់តាមអនឡាញយ៉ាងទៀតខ្ញុំអាចមើលឃើញក្នុងទូរស័ព្ទថាអ្នកណាខ្លះទិញឈើរ៉េខ្ញុំទាំងនៅពេលកាំងសៀងហៃទៅខ្វាងជើឈើរ៉េរបស់អាតូចចាស់ខ្ញុំលក់ដាច់ដល់ខ្វាងជើឯណោះពេលដាក់ឡានរសៀលនេះប្រយ័ត្នប្រយែងកុំឲ្យផ្លែឈើវាជុំឲ្យសោះឬទេឡានដឹកទំនិញត្រជាក់នេះបើកស្រួលជាងឡានសង្គ្រោះបន្ទាន់ទៅទៀតខែនេះលក់តាមអនឡាញបាន20000គីឡូអ្នកទិញគេដឹកទៅ10000គីឡូបូករួមទាំងលក់រីតាមផ្សារទៀតគិតទៅ1គីឡូបានមធ្យម8យន្តខែមុនខ្ញុំចំណេញបាន180,000ព្រមឲ្យគេកាត់20%ខ្ញុំនៅសល់សុទ្ធជាង140,000 កាលពីមុនមួយឆ្នាំរកបានប៉ុន្មានកាលពីមុនមួយឆ្នាំបានតែ50,000ឥឡូវមួយខែស្មើនឹង3ឆ្នាំកាលពីមុនទៅហើយចុះចំណែក20%ដែលគេកាត់នោះពេលចុះកិច្ចសន្យាដំបូងគិតថាគេកាត់20%វាឈឺចាប់ណាស់តែឥឡូវគិតទៅអា20%នឹងវាគ្រាន់តែជាដំណក់ទឹកក្នុងមហាសមុទ្រប៉ុណ្ណោះគេជួយរៀបចំទាំងឡានត្រជាក់អនឡាញនិងវិកខ្ចប់ម៉ាកយីហោបើគ្មានគេទេ180,000នេះកុំថាឡើយ1សេនកុំសង្ឃឹមបានឲ្យសោះខ្ញុំសុខចិត្តឲ្យគេកាត់20%ក៏មិនចង់ឃើញផ្លែស្បឺរេមួយគ្រាប់ណាត្រូវរលួយក្នុងកន្ត្រកទៀតដែរឆ្នាំនេះក្នុងមួយគ្រួសារក្នុងភូមិយើងរកចំណូលបានកើនឡើង63,000យន្តកិច្ចសន្យាដែលអ្នកចុះហត្ថលេខាខ្ញុំធ្វើតាមនឹងអ្នករកបានប៉ុន្មានខ្ញុំកាត់20% 80%ទៀតជាចំណែករបស់អ្នកកិច្ចសន្យា10ឆ្នាំនៅសល់9ឆ្នាំទៀតកិច្ចសន្យាឆ្នាំក្រោយនៅដដែលឆ្នាំខានក្រោយក៏ដូចគ្នាដែរដល់កំណត់10ឆ្នាំផ្លូវក៏ជារបស់អ្នកស្ពានក៏ជារបស់អ្នកដែលបញ្ចប់ការប្រជុំលោកលីនគំរូនៃការបែងចែកប្រាក់ចំណេញពីកសិករដើម្បីផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធរបស់អ្នកថ្នាក់ខេត្តបានបញ្ជាក់ឈ្មោះឲ្យលោកទៅចែករំលែកបទពិសោធន៍លីនយួនអើយខ្ញុំគ្មានមុខមាត់នឹងមកជួបអ្នកទេសារមួយ10នេះវាមិនស័ក្តិសមនឹងអ្នកឡើយទុកវាចោលប៉ុន្មានឆ្នាំហើយ20ឆ្នាំហើយទិញតាំងពីថ្ងៃចៅស្រីខ្ញុំគ្រប់ខែម្លេះមិនដែលហ៊ានបើកផឹកទេទុកមកដល់ឥឡូវខ្ញុំកប់ទុកក្នុងបាតហឹបផ្លាស់ផ្ទះ3ដងហើយក៏នៅតែមិនព្រមបោះវាចោលដែរទៅចុះចូលទៅផឹកទៅស្រាដែលអ្នកយកមកបើឲ្យខ្ញុំផឹកម្នាក់ឯងវាហាក់មិនសមសោះពេលដែលអ្នកសាងសង់ស្ពានទី1នោះខ្ញុំគិតក្នុងចិត្តថាអាក្មេងនេះមិនក៏ល្ងងម្លេះលុយខ្លួនឯងសោះហ៊ានចំណាយចេញមកងាយបែបនេះក្រោយមកមនុស្សឆ្លងកាត់ស្ពានកាន់តែច្រើនឡើងខ្ញុំក៏គិតទៀតថាចុះហេតុអ្វីបានជាត្រូវឲ្យគេម្នាក់ឯងទទួលរ៉ាប់រងរឿងលុយកាក់នេះយប់ថ្ងៃដែលខ្ញុំសរសេរលិខិតប្តឹងនោះប្រពន្ធអ្នកឈរជាខ្ញុំនៅមុខចង្ក្រានបាយនាងនិយាយថាលីនយួនសាងសង់ស្ពានឲ្យភូមិគឺជារឿងសន្សំកុសលតែការដែលខ្ញុំប្តឹងអ្នកវាជារឿងសាងបាបកម្មទៅវិញខ្ញុំមិនស្ដាប់ទេព្រោះខ្ញុំគិតថាអ្វីដែលខ្ញុំធ្វើគឺដើម្បីអ្នកទាំងអស់គ្នាក្រោយមកស្ពានក៏បាក់ម្ដាយរបស់លីវយ៉ុងក៏ជួយមិនទាន់ចំណែកលោកចៅវិញលុតជង្គង់ក្នុងចំការផ្លែឈើហើយតែកំភ្លៀងខ្លួនឯងទើបខ្ញុំដឹងថាលិខិតប្តឹងមួយច្បាប់នេះវាដូចជាបំណុលដែលសង្កត់លើក្តាររំជូសខ្ញុំធ្វើឲ្យខ្ញុំងើបមុខមិនរួចអស់មួយជីវិតឡាចាស់ទុកមនុស្សចោលសិនទៅអ្នកជិះកង់ខ្លួនឯងជិះវៀងផ្លូវរាល់ថ្ងៃខាតពេលជាង2ម៉ោងក៏មិនដែលឃើញមកសុំលុយថ្លៃឆ្លងស្ពានពីខ្ញុំដែរខ្មាស់គេមិនហ៊ានរកឈើងស៊ូអ្នកដឹងទេថាខ្ញុំខឹងអ្នករឿងអីមិនមែនរឿងអ្នកសរសេរលិខិតប្តឹងផ្តល់នោះទេគឺរឿងដែលអ្នកមិនដែលស្មោះត្រង់ជាមួយខ្ញុំសូម្បីតែមួយម៉ាត់អ្នកអាចមកគូសទ្វារផ្ទះខ្ញុំបានតើបើអ្នកគិតថាមិនយុត្តិធម៌អ្នកអាចអង្គុយនិយាយជាមួយខ្ញុំបានប៉ុន្តែអ្នកមិនធ្វើទេអ្នកបែរជាដឹកដៃគេមកធាក់ទ្វារផ្ទះខ្ញុំទៅវិញរឿងអតីតកាលទុកដូចជាស្រាមួយ10នេះផឹកវីចូលទៅគឺចប់ហើយតែមេរៀននេះត្រូវចងចាំទុកមួយជីវិត
មូលនិធិឧបត្ថម្ភការអភិវឌ្ឍជនបទរបស់រដ្ឋភូមិយើងត្រូវបានគេជ្រើសរើសជាភូមិគំរូហើយភូមិគំរូហ៎បានលុយប៉ុន្មានដែរថាវិការឧបត្ថម្ភហេដ្ឋារចនាសម្ព័ន្ធ6លានហើយថាវិការជួយឧបត្ថម្ភផ្នែកឧស្សាហកម្ម3លានសរុបទាំងអស់គឺ9លានយើងមានលុយប្រើហើយបើកាលនោះលីនយួនមិនមកទេនោះលុយនេះចុះតើវាដល់វេនពួកយើងដែរឬទេលុយ6លានសម្រាប់ធ្វើផ្លូវនិងស្ពាន3លានទៀតសម្រាប់អភិវឌ្ឍវិស័យកសិកម្មចុះលុយទាំងនេះត្រូវយកទៅចាយយ៉ាងម៉េចទៅផ្លូវមុខចំការផ្លែឈើផ្ទះខ្ញុំនៅតែជាផ្លូវដីហុយសោះចុះហេតុអ្វីបានជាត្រូវធ្វើផ្លូវផ្ទះអ្នកមុនផ្ទះកញ្ចក់ខ្ញុំក៏នៅលើជម្រាលភ្នំដែរពេលភ្លៀងមកម្ដងសូម្បីតែត្រាក់តរក៏ឡើងមិនរួចផងគុំនំគ្នាឆ្លោះអីត្រូវធ្វើផ្លូវទៅឃ្លាំងត្រជាក់សិនបើឡានដឹកទំនិញត្រជាក់ចូលមិនរួចទូផ្លែឈើល្អយ៉ាងណាក៏ត្រូវរលួយក្នុងឃ្លាំងដែរពួកអ្នកធ្លាប់គិតទេថាហេតុអ្វីបានជាគេផ្ដល់លុយនេះមកឲ្យពួកយើងក្នុងស្រុកយើងមានភូមិរាប់មិនអស់ចុះហេតុអ្វីបានជាភូមិលីងជាត្រូវបានគេជ្រើសរើសជាភូមិគំរូទៅវិញខ្ញុំប្រាប់ឲ្យដឹងថាហេតុអ្វីព្រោះលីនយួនបានសាងសង់ស្ពានព្រោះឡានដឹកទំនិញត្រជាក់អាចចូលបានហើយព្រោះផ្លែឈើរីភូមិយើងលក់ដាច់ដល់ក្នុងទីក្រុងខេត្តឯណោះក្រុមវិតម្លៃបានមកចុះត្រួតពិនិត្យកាលពីខែមុនគេបានមើលឃ្លាំងត្រជាក់មើលបន្ទប់ផ្សាយផ្ទាល់លក់ទំនិញតាមអនឡាញនិងមើលប្រព័ន្ធទូទាត់ថ្លៃសេវានៅលើស្ពានទៀតផងពេលគេត្រឡប់ទៅវិញគេបាននិយាយមួយឃ្លាថាភូមិមួយនេះគឺចេះរកផ្លូវដើរដោយខ្លួនឯងចុះបើកាលនោះលីងយួនមិនត្រឡប់មកវិញបើគេមិនមកវិញគ្មានស្ពានគ្មានខ្សែសង្វាក់ត្រជាក់គ្មានការលក់តាមអនឡាញផ្លែឈើរៃលួយក្នុងដីផ្លែស្បឺរៃលួយក្នុងឡានបើក្រុមវិតម្លៃមកឃើញតែផ្លូវភក់និងផ្លែឈើលួយតើអ្នកគិតថាគេនឹងឲ្យយើងជាប់ជាភូមិគំរូដែរឬទេការដែលគាត់រស់រើស្ពានខ្ញុំធ្លាប់ជាគាត់ដែរថាគាត់យកលុយ20,000ទៅចោលក្នុងទឹកមិនឃើញមានប្រយោជន៍អ្វីសោះខ្ញុំស្ដាប់អត់ឬទេខ្ញុំក៏ជាដែរខ្ញុំថាគាត់ចិត្តអាក្រក់ណាស់រស់រើចោលក៏មិនឲ្យពួកយើងចំណេញដែរខ្ញុំធ្លាប់ទៅឈរនៅមុខផ្ទះគាត់2ដងហើយពេលដែល Chen Xiu នាំគេស្រែកឲ្យចែកលុយខ្ញុំអត់បានមាត់កអ្វីទេខ្ញុំគិតថាចែកលុយគ្នាក៏ល្អដែរឥឡូវពួកឯងទៅដឹងខ្លួនថាស្ដាយក្រោយមែនទេកាលពីគាត់សាងសង់ស្ពានទី1គាត់ចំណាយលុយខ្លួនឯងសុទ្ធសាធមិនឲ្យភូមិយើងចេញសំបីតែ1សេនពួកឯងមានអ្នកណាធ្លាប់និយាយពីអរគុណទេមានអ្នកណាធ្លាប់លើកទឹកមួយកែវឲ្យគាត់មានអ្នកណាហ៊ានចេញមុខនិយាយរកយុទ្ធធម៌ពេលដែលគេធាក់ទ្វារផ្ទះគាត់ខ្ញុំជំពាក់លេងយួនមួយស្ពានជំពាក់ភូមិយើងមួយស្ពានខ្ញុំស្នើឲ្យយើងសាងសង់ផ្ទាំងសាលាគុណធម៌ឲ្យលេងយួនត្រូវតែធ្វើឲ្យបានចុះលើផ្ទាំងសាលានោះត្រូវសរសេរអ្វីសរសេររឿងរ៉ាវដែលគាត់សាងសង់ស្ពានរុះរើស្ពានហើយសាងសង់ស្ពានឡើងវិញដើម្បីឲ្យកូនចៅភូមិលេងជំនាន់ក្រោយដឹងថាស្ពាននេះកើតឡើងមកដោយរបៀបណាដាក់ផ្ទាំងសាលានៅក្បាលស្ពានឲ្យបែរមុខទៅរកដីគោកហើយក្នុងបែរទៅរកទឹកអ្នកណាមកក៏ឃើញដែរអ្នកណាឆ្លងស្ពានក៏ត្រូវតែមើលផ្ទាំងសាលានេះសិនអ្នកណាឯកភាពមកចុះហត្ថលេខាឲ្យផ្តិតមេដៃមកកាលនោះអ្នកខឹងខ្លាំងពេកក៏រុះរើស្ពានចោលខ្ញុំស្មានតែមេឃរលំទៅហើយបាក់ហើយមិននឹកស្មានថាអាចរុះរើចេញមកបានស្ពានថ្មីមួយសោះពេលដែលខ្ញុំរុះរើស្ពាននេះខ្ញុំធ្លាប់និយាយហើយថាបើចិត្តមនុស្សខូចហើយទោះបីជាផ្លូវល្អយ៉ាងណាក៏គ្មានប្រយោជន៍ដែរឥឡូវផ្លូវបើកហើយចិត្តមនុស្សក៏បើកដែរផ្ទាំងថ្មនេះមិនមែនសម្រាប់ខ្ញុំទេគឺសម្រាប់មនុស្សគ្រប់គ្នាដើម្បីរំលឹកពួកគេថាស្ពាននេះកើតឡើងដោយរបៀបណាបាត់បង់ទៅវិញដោយរបៀបណាហើយចុងក្រោយត្រឡប់មកវិញដោយរបៀបណាលោកចិនលោកមកបោះសម្អាតរាល់ថ្ងៃបែបនេះវាមិនមែនជារឿងធំដុំអ្វីទេទុកឲ្យវាស្អាតបាត់ទៅផ្លូវនេះគឺលីងយួនជាអ្នកជួសជុលផ្ទាំងថ្មនេះក៏ជាអ្វីដែលគាត់គួរតែទទួលបានដែរអ្វីដែលខ្ញុំអាចធ្វើបានគឺនៅសល់តែអំបោះនេះមួយប៉ុណ្ណោះកន្លែងនេះហុងស៊ុយល្អណាស់មានទាំងទេសភាពមានទាំងស្ពានហើយនៅជាប់ផ្លូវធំទៀតដាក់តម្លៃមកខ្ញុំយកដីនេះហើយតាមបណ្ដោយមាត់ទន្លេ200ហិកតាខ្ញុំនឹងធ្វើជាវិឡាសម្រាប់លំហែកាយស្ពាននេះគឺលោកលីនយួនជាអ្នកសាងសង់ហើយផ្ទាំងថ្មនេះគឺអ្នកភូមិទាំងមូលជាអ្នកតាំងឡើងមិនលក់ទេ